ពិតជាកម្រមានមនុស្សស្រីជាងចម្លាក់ថ្មតើគាត់នោះជានរណាអ្នកស្រីជន់ម៉ៅមានស្រុកកំណើតនៅភូមិស្រិតឃុំកន្ទាំងស្រុកបារសាទបាគងខេត្តសៀមរាបអ្នកស្រីជន់ស្រីម៉ៅបានចាប់ផ្ដើមមុខរបរជាជាងចម្លាក់នេះចាប់តាំងពីអាយុ19ឆ្នាំដំបូងឡើយអ្នកស្រីរំលឹកថាកាលពីនៅវ័យកុមារអ្នកស្រីបានទៅលេងកម្សាន្តនៅប្រាសាទអង្គរវត្តនិងបានស្ទាបរូបចម្លាក់នៅតាមជញ្ជាំងប្រាសាទហើយក៏នឹកគិតថាហេតុអ្វីបានជាចាស់បុរាណធ្វើរូបចម្លាក់ទាំងនេះកើតអ្នកស្រីក៏គួចចិត្តស្រឡាញ់និងចង់ចេះលើជំនាញចម្លាក់នេះដែរស្របពេលជាមួយគ្នានោះក៏មានក្រុមហ៊ុនមួយជ្រើសរើសបុគ្គលិកឲ្យចូលរៀនផ្នែកចម្លាក់នេះអ្នកស្រីក៏បានដាក់ពាក្យជាប់នឹងរៀនសូត្រចាប់អាជីពលើការងារចម្លាក់រហូតមកដល់សប្តាហ៍ថ្ងៃនេះជិត30ឆ្នាំមកហើយផ្ដើមចេញពីនិស្ស័យពីកំណើតនិងក្តីស្រឡាញ់ផ្នែកចម្លាក់ថ្មដាំងពីវ័យក្មេងបានជំរុញឲ្យអ្នកស្រីជន់ស្រីមើលក្លាយជាជាងចម្លាក់ថ្មភក់ដ៏ចំណានមួយរូបប្រចាំនៅក្រុមហ៊ុនអាទីសង់អង្គរខេត្តសៀមរាបបើទោះបីជាការងារចម្លាក់ថ្មនេះជាការងារធ្ងន់ក៏ពិតមែនតែដោយសារចិត្តស្រឡាញ់ចេញពីបេះដូងទោះបីជាលំបាកត្រូវប្រលាក់ហុយត្រូវស្លៀកពាក់មិនស្អាតដូចជានារីដទៃដែលបម្រើការងារផ្នែកផ្សេងយ៉ាងណាក៏ដោយក៏អ្នកស្រីនៅតែខំបំពេញក្តីសុបិននិងចំណេះស៊ូរហូតបានក្លាយទៅជាអ្នកជំនាញចម្លាក់ថ្មមួយរូបប្រចាំនៅសិប្បករអង្គរ